รีบสู้บางคนออกนี้เรานี่ยังกำปองตายทว่าบล็อกอัมพีดำนากำซานมวยได้เตอร์โรมานีทานตัดจุดจีผาบางคนออกนี้จับดามวิดีโอมาคือยังไปบล็อกบางคนออกนี้ได้ยังกำปองตายรีบจำทว่าดำนาตัดติงมาหอบនៅអ៊ីផែបងប្អូនផែនេសាទនៅកែផុសបងប្អូនអរគ្នាគឺគ្រឿងសមុទ្រគឺស្រស់តែម្ដងនៅទីនោះអញ្ចឹងហើយគឺយើងចាប់ដើមធ្វើដំណើរចេញទៅបងប្អូនអរគ្នាគឺយើងបើកឡានទៅទិញនៅឆ្ងាយដែរកន្លែងទិញម្ហូបនោះចម្ងាយប្រហែលជា10គីឡូជាងដែរប៉ុន្តែយើងត្រូវការម្ហូបស្រស់គឺយើងត្រូវទៅទិញអញ្ចឹងបងប្អូនហើយនឹងកូនរបស់ខ្ញុំកំពុងតែមីងមាំងហើយពេលព្រឹកព្រលឹមហើយមកដល់ទីនេះគឺយើងមើលទៅពិតជាស្រស់ស្រាយខ្លាំងមែនទែនដោយបងប្អូនខាងនេសាទគឺគាត់ឡើងយកម្ហូបមកលក់នៅទីនេះជាច្រើនមានក្តាមមានបង្គាបងប្អូនអរគ្នាមានទាំងអស់ហើយយើងមើលទស្សនវិជ្ជាទៅខាងមាត់ព្រែកវិញបងប្អូនគឺស្រស់ស្អាតខ្លាំងមែនទែនមានទូកមានហើយថ្ងៃទៅតែរះអញ្ចឹងណាបងប្អូនយើងមកពេលនេះគឺអ្នកលក់គឺអត់ទាន់សម្បូរប្រហែលបងប្អូនដោយសារតែយើងមកបណ្ដោះនេះហើយជាខ្ទង់ម៉ោង6កន្លះ7បងប្អូនហើយយើងក៏រកម្ហូបទទួលទានទៅព្រឹកឲ្យហើយដើម្បីទៅវិញយើងធ្វើតែម្ហូបដើម្បីត្រៀមទៅកន្លែងដើរលេងអញ្ចឹងណាអញ្ចឹងម្ហូបរបស់យើងក៏បានចម្អិនហើយរួចរាល់ដែរមានសាច់គោសាច់មាន់ក្តាមហើយយើងត្រៀមឲ្យហើយយើងមកទិញភេសជ្ជៈមួយចំនួនដើម្បីយកទៅតាមផ្លូវបងប្អូនមកដល់កន្លែងតូបអ្នកលក់យើងឃើញថាចឹងហើយយើងក៏បានទិញរបស់របររួចហើយយើងក៏បានធ្វើដំណើរតាមផ្លូវជាតិលេខ4បងប្អូនអរគ្នាពីផ្ទះខ្ញុំមកពីកែបតណៃហ្នឹងគឺយើងរត់តាមផ្លូវជាតិលេខ4ឆ្ពោះទៅកោះកុងដើម្បីទៅកន្លែងជីផាតណាបងប្អូនអញ្ចឹងហើយយើងមើលឃើញទៅតាមដងផ្លូវពិតជាស្រស់ស្អាតស្រស់ស្រាយដោយសារមេឃថ្ងៃនេះវាស្រឡះល្អបងប្អូនមេឃថ្ងៃហ្នឹងវាអត់មានភ្លៀងដែររាល់ថ្ងៃនៅនេះភ្លៀងរហូតប៉ុន្តែថ្ងៃខ្ញុំដើរលេងហ្នឹងវាអំណោយផលដល់ខ្ញុំដើរលេងអញ្ចឹងណាអញ្ចឹងយើងក៏មកដល់ផ្លូវម៉ៃកោះកុងពីផ្លូវជាតិលេខ4ទៅកោះកុងហ្នឹងគឺយើងឃើញថាផ្លូវគេធ្វើស្អាតខ្លាំងផ្លូវមកជួរហ្នឹងគឺស្អាតរហូតនៅតាមដងផ្លូវអីគឺមានសណ្ដាប់ធ្នាប់ហើយអត់សូវមានឡានឆ្វេងឆ្វាយច្រើនបងប្អូនផ្លូវកោះកុងដោយសារតែផ្លូវនេះវាអត់ដូចផ្លូវជាតិលេខ4ទេគឺការធ្វើដំណើរគឺរៀងមួយដែរទេប៉ុន្តែផ្លូវវាឡើងចុះហើយនឹងបត់ឆ្វេងបត់ស្ដាំច្រើនអញ្ចឹងណាអញ្ចឹងហើយយើងក៏មកដល់លើស្ពានកោះកុងហ្នឹងបងប្អូនហើយក៏យើងកាត់មកដល់ផ្លូវចូលជីផាតតែម្ដងដោយខ្ញុំម្នាក់ទៀតគឺគាត់នៅកោះកុងហ្នឹងគឺគាត់មកដែរក៏គាត់ជាប្រុសហើយយើងឃើញស្ថានភាពផ្លូវគឺគាត់តែឃើញផ្លូវគឺចង់បត់ទៅផ្ទះវិញហើយគាត់ជាប្រុសតែយើងចំពោះឡានយើងខ្ពស់យើងអត់អីអញ្ចឹងណាប៉ុន្តែខ្ញុំឃើញថានៅតាមផ្លូវខាងហ្នឹងឃើញមានឈូសថាជាឈូសម្សិលមិញម្សិលមួយថ្ងៃអញ្ចឹងណាឲ្យវាផ្លូវហ្នឹងសម្រួលដល់អ្នកទេសចរឲ្យមកលេងកំសាន្តនៅតំបន់នេះដែរបងប្អូនទោះគេអត់ធ្វើមែនតែគេឈូសឆាយឲ្យស្មើឲ្យឡានរត់បានអញ្ចឹងណាបើមិនឈូសទេហើយចេះប្រុសនេះតើអត់រួចទេមើលទៅចឹងហើយទស្សនវិជ្ជានៅតាមដងផ្លូវហើយនៅក្នុងឡានគាត់ជាស្រស់ស្រាយពួកយើងអត់មានបានកេងសម្រាប់អីក្នុងឡានទេគឺយើងមើលទេសភាពរហូតដល់អញ្ចឹងណាហើយបើតាមផ្លូវពីផ្ទះខ្ញុំតណៃនឹងទៅដល់ជីផាតតែម្ដងខ្ញុំវាស់មើលទៅដូចជាតា85គីឡូបងប្អូនទៅដល់កន្លែងចម្លងទូកហ្នឹងអញ្ចឹងហើយយើងមើលទស្សនវិជ្ជាខាងហើយឡានបងជាប្រុសយើងឲ្យគាត់ជិះមុខចឹងទៅស្រួលគាត់ផ្លូវកន្លែងណាដែលពិបាកខ្លាំងយើងចុះសម្រួលឲ្យគាត់ចឹងណាហើយនៅតំបន់នេះគឺអ្នកភូមិគឺគេចិញ្ចឹមគោក្របីហើយនឹងធ្វើស្រែចម្ការដាំដំណាំជាច្រើនដូចជាទុរេនក្រូចដូងអីគឺល្អមែនទែនដំណាំគេនិយាយរួមទៅហើយយើងក៏មកដល់កំពង់ទូកបងប្អូនអរគ្នាកន្លែងសាឡាងចម្លងទូកនោះអញ្ចឹងពួកយើងក៏ចាប់ដើមបើករថយន្តរបស់យើងចូលសាឡាងហ្នឹងដើម្បីចម្លងហើយក្នុងរថយន្តមួយគ្រឿងគឺគេគិតតម្លៃ 20000 រៀលពេលទៅពេលមកវិញ 20000 រៀលទៀតអ
ចឹងក៏ក្រែលកាន់បើដែរតម្លៃនេះក៏ទៅប៉ុន្តែយើងវាគ្មានជំរើសយើងត្រូវតែឆ្លងដោយសាឡាងហ្នឹងបងប្អូនយើងឃើញថាទេសភាពពេលព្រឹកខ្ទង់ម៉ោង11អីហ្នឹងគឺស្រស់ស្អាតខ្លាំងថ្ងៃពេញមុខតែម្ដងបងប្អូនហើយមានទូកបងប្អូននេសាទយើងគឺជិះស្វាត់ឆ្វែងពេញដៃស្ទឹងអញ្ចឹងបងប្អូនហ្នឹងឥឡូវយើងកំពុងនៅលើទូកហើយបងធេងថងដែរអញ្ចឹងយើងក៏ថតទេសភាពនៅលើទូកមួយចំនួនដែរបងប្អូនហើយយើងតាមពិតខ្ញុំមកជីផាតនេះចំនួន3ដងហើយលើកនេះទៀតបងប្អូនអរគ្នាខ្ញុំធ្លាប់ទៅលេងប្រហែលជា 4-5 ឆ្នាំមុនគឺខ្ញុំមកលេងម្ដងដែរ2ដងដែរបងប្អូនហើយក៏យើងខានមកជាច្រើនដូចជាខ្ទង់5ឆ្នាំនេះហើយតាំងពីខ្ញុំមិនទាន់រៀបការអញ្ចឹងណាអញ្ចឹងហើយយើងឃើញថានៅក្នុងភូមិនេះគេមានការអភិវឌ្ឍខ្លាំងគួរសមដែរបងប្អូនគ្នាគឺគេធ្វើផ្លូវបេតុងហើយផ្ទះអ្នកភូមិគឺសិតជាផ្ទះអ្នកលក់ដូរអញ្ចឹងណាលក់ដូរផ្សេងគ្នាមានកាហ្វេមានអីមកចប់បងប្អូនយើងអាចមានតម្រូវការអីគឺយើងមាននៅទីនេះទាំងអស់គឺខ្ញុំអត់មានកៅអៅងូតទឹកអត់អីគឺខ្ញុំមកទិញនៅតំបន់ហ្នឹងនៅកន្លែងមាត់ចិត្តមាត់កំពង់ដរអញ្ចឹងខ្ញុំមកទិញវិញចឹងហើយយើងឃើញថាយើងជិះមួយសន្ទុះទៅក៏ផ្លូវបេតុងហ្នឹងក៏ផុតទៅក៏យើងជិះតាមផ្លូវក្រហមធម្មតាប៉ុន្តែផ្ទះអ្នកភូមិនៅទីនេះគឺមួយតែធំហើយមានដំណាំជុំវិញផ្ទះមានដូងបើនិយាយទុរេនវិញដាំដូចដាំចោលក៏មានផលបានផលដែរនៅទីនេះគឺដីល្អខ្លាំងមែនទែនដោយសារតំបន់នេះតំបន់ទឹកធ្លាក់អញ្ចឹងបងប្អូនចឹងហើយវាសំណើមរហូតចឹងឥឡូវនេះយើងក៏មកដល់ផ្លូវចូលហើយបងប្អូនយើងបានចូលទៅផ្លូវចុងគេបំផុតគឺយើងទៅតំបន់ទឹកធ្លាក់យកតែម្ដងដើម្បីយើងហូបស្រោបអាហារសិនទៅយើងទៅងូតទឹកហើយមកដល់កន្លែងហ្នឹងក៏យើងសួរគេដើម្បីជួលកញ្ចុះអញ្ចឹងណាអញ្ចឹងគេយើងបានសួរថាគេជួលកញ្ចុះយើងយកមកហូបមកអញ្ចឹងគឺកញ្ចុះមួយគេយកតែ 20000 ទេបងប្អូនហើយកញ្ចុះធំតម្លៃ 50000 អញ្ចឹងយើងគ្នាយើងតិចដែរអញ្ចឹងយើងជួលកញ្ចុះទូចទៅហើយដាក់បាយម្ហូបយើងចុះចូលទៅហូបនៅក្បែរមាត់ទឹកហ្នឹងយើងខ្ញុំមកដល់ទឹកជ្រោះជីផាតនេះប្រហែលជាខ្ទង់ម៉ោង11ជាង 7:12 ថ្ងៃត្រង់បងប្អូនអរគ្នាពេលយើងហូបចុកហើយខ្ទង់ល្បាក់ម៉ោង1ទៅយើងចុះងូតទឹកចឹងណាអញ្ចឹងក៏យើងបានមើលឃើញថាទឹកខ្លាំងគួរសមដែរប៉ុន្តែខ្ញុំអត់ទាន់ចុះទៅមើលទេតែដោយសារយើងហៅអញ្ចឹងយើងក៏រៀបចំហូបមុនសិនបងប្អូនយើងអត់ទាន់សង្វាតងូតទឹកទេតែយើងសង្វាតហូបចុកមុនចឹងហើយក៏ម្ហូបរបស់យើងគឺច្រើនបងប្អូនអរគ្នាច្រើនខ្លាំងយើងទិញក្តាមក៏ច្រើនសាច់គោហើយមាន់មួយទៀតមាន់ស្រែអញ្ចឹងហើយមានញ៉ាំមានបងនៅកោះកុងក៏គាត់ដាំបាយមកហើយនឹងទិញត្រីញៀនត្រីអីមកថែមទៀតអញ្ចឹងហើយយើងក៏ជុំគ្នាហូបតែម្ដងកន្លែងនេះខ្ញុំឃើញម្ហូបហើយពិតជាស្រក់ទឹកមាត់ខ្លាំងមែនតើដោយឥឡូវនេះឃើញហើយគឺក្លៀនទៀតតែម្ដងយើងមានឱកាសយើងអាចដើរទៅកន្លែងផ្សេងទៀតលក្ខណៈគ្រួសារអញ្ចឹងបងប្អូនគឺវាសប្បាយខ្លាំងមែនតើជាពិសេសគឺតំបន់រមណីយដ្ឋានផ្សេងដូចទឹកជ្រោះទឹកអីអញ្ចឹងយើងមកយើង relax ខ្លាំងធ្វើអារម្មណ៍យើងស្រស់ស្រាយ stress អីគឺបាត់អស់ហើយតំបន់ជីផាតនេះមួយរយៈចុងក្រោយនេះគឺពិតជាល្បីខ្លាំងមែនតើបងប្អូនអរគ្នាគឺបងប្អូន creator ឬក៏បងប្អូនដែលមិនមានមេត្តាអីគឺគាត់មកលេងច្រើនខ្ញុំសួរបងលក់កាហ្វេហ្នឹងណាគាត់ថាថ្ងៃសៅរ៍អីគឺមកច្រើនអញ្ចឹងហើយយើងកន្លែងនេះខ្ញុំមកទិញកាហ្វេដើម្បីហូបហើយនឹងទិញខោដើម្បីងូតទឹកអញ្ចឹងហើយយើងម៉ោង1ដែរអញ្ចឹងយើងក៏ដាក់កាហ្វេមួយកុំឲ្យងុយកេងថ្ងៃត្រង់អញ្ចឹងទៅហើយបងប្អូនយើងដែលមកលេងគឺគាត់មកងូតជាច្រើនដែរអញ្ចឹងហើយខ្ញុំក៏ធ្វើដំណើរទៅចុះទៅក្នុងទឹកហើយបងប្អូនអរគ្នាគឺជាកើខ្ញុំឥឡូវយើងពិតជាសប្បាយខ្លាំងមែនតើងូតទឹកមួយបងពីកោះកុងហើយនឹងបងថ្លៃរបស់ខ្ញុំក៏ចុះងូតទឹកដែរបងប្អូនហើយកូនប្រុសរបស់ខ្ញុំពិតជាមិនចង់ងើបសោះតែម្ដងគឺវាអត់ដែលបានលេងទឹកបងប្អូនគាត់អត់ដែលបានលេងទឹកចឹងហើយបានលេងគឺសប្បាយខ្លាំង
ប៉ុន្តែយើងក៏ហេនបដោយឬក៏បថយទៅខាងមុខច្រើនបន្តិចដែរបងប្អូនគឺទឹកនឹងវាទាញខ្លាំងមែនទែនទឹកធ្លាក់ខ្លាំងបងប្អូនយើងមិនអាចប្រហែលបានទេអញ្ចឹងហើយយើងត្រូវកាន់កូនទុយឲ្យជាប់ឬក៏យើងខ្លួនឯងផ្ទាល់ក៏ត្រូវប្រយ័ត្នប្រយែងណាបងប្អូនហើយបងប្អូនរបស់ខ្ញុំគាត់បានកាន់កាមេរ៉ាហើយនឹងគាត់ថតលេងនៅលើហ្នឹងខ្ញុំគាត់បានកាន់អីទៀតដែរព្រោះសើមអញ្ចឹងខ្ញុំគាត់បានថតទៀតដែរយើងមើលកន្លែងនេះពុទ្ធស្រស់ស្អាតខ្លាំងបងប្អូនយើងឃើញថា model របស់យើងកំពុងតែចាប់ដើមថតហើយអញ្ចឹងហើយខ្ញុំក៏ប្រាប់ខាងអូតកន្លែងនោះចំណុចកន្លែងនោះស្អាតអញ្ចឹងណាហើយយើងបានកាហ្វេមួយកែវទៀតពិតជា fresh ខ្លាំងមែនតើហើយឥឡូវយើងងូតហើយយើងទៅមកដំណាក់ទៀតដោយសារតែម៉ោងវាជ្រេដែរហើយបងប្អូនតុងតែម៉ោង2ជាងហើយអញ្ចឹងហើយមកដំណាក់ខាងក្រោមនេះគឺគេមានកាហ្វេលក់ដែរហើយមានកញ្ចុះគេអីគេទៅអភិវឌ្ឍធ្វើអញ្ចឹងណាកន្លែងហ្នឹងក៏មានកាហ្វេលក់ដែរតែយើងអត់ដឹងយើងបានទិញពីផ្ទះអ្នកភូមិមកវិញចឹងហើយយើងក៏បានចោះមកអង្គុយលេងនៅតំបន់នេះគឺខ្ញុំមកសាមុនគឺខ្ញុំមកអង្គុយហូបអីនៅហ្នឹងនៅតាមថ្មដាបងប្អូនកាលនោះយើងអត់បានចំណាយលុយជួលកញ្ចុះគេអីទេកាលនោះកញ្ចុះក៏មានដែរតែយើងអត់ជួលយើងមកអង្គុយ relax ជាប់ទឹកតែម្ដងប៉ុន្តែឥឡូវនេះយើងមានកូនតូចចឹងយើងមិនអាចមកអង្គុយបានទេបងប្អូនរត់លេងចូលទឹកជន់អីមើលអត់តាន់ចឹងណាចឹងយើងក៏បានតែថតតិចយើងអត់ហ៊ានបដោយគាត់ឲ្យដើរក្នុងឆ្វេងឆ្វាយកន្លែងថ្មខ្លាចល្អខ្លាចអីចឹងបងប្អូនឥឡូវយើងឃើញថាទឹកពិតជាថ្លាដល់បាតដីតែម្ដងយើងកន្លែងនេះពិតជា relax ខ្លាំងដោយសារគេមានកញ្ចុះហើយនឹងមានតោងសម្រាប់លេងទៀតហើយក៏យើងមិននៅយូរដែរបងប្អូនយើងក៏ធ្វើដំណើរមកតាំងទៀតមកកន្លែង resort មួយកន្លែងដែលយើងមានស្ពានយកឆ្លងព្រែកចឹងណាហើយស្ពាននេះដែរគឺរយៈពេលយូរឆ្នាំដែរហើយប៉ុន្តែខ្ញុំឃើញសំណង់របស់គេគឺជាប់មាំដែរបងប្អូនខ្សែកាបគឺធំខ្សែកាបហ្នឹងគឺ5ខ្សែបងប្អូនខាងលើ2ធំហើយខាងក្រោម3ទៀតប៉ុន្តែយើងខ្លាចតែខ្លាចតែក្តារនឹងវាពុកវាអីចឹងណាអញ្ចឹងយើងក៏អត់ហ៊ានដើរលឿនឬក៏អីដែរហើយប្រពន្ធរបស់ខ្ញុំគឺគាត់ភ័យខ្លាំងមែនតែនគឺគាត់ខ្លាចចឹងណាខ្លាចវាដោយសារវាយោលចុះយោលឡើងនេះស្ពានយោលបងប្អូនប៉ុន្តែបើកូនខ្ញុំវិញសិតតែលោតផ្លាស់នៅខាងក្រោយនោះអត់មានខ្លាចទេបងប្អូនអើយគឺគេអត់ឲ្យកាន់គេទៀតប៉ុន្តែយើងអត់អាចបថយបានទេបងប្អូននៅចំណុចអស់នេះឥឡូវយើងបានធ្វើដំណើរលើស្ពាននឹងម្ដងតិចហើយក៏មកដល់ក៏ផុតស្ពានហ្នឹងគឺគេធ្វើខ្លោងទ្វារសម្រាប់ថតរូបទេសភាពអីស្អាតខ្លាំងគេដាំផ្កាដាំអីមានវល់អីឡើងលើស្ពានអញ្ចឹងហ្នឹងគឺស្អាតណាស់ចំណុចនេះគឺជាកន្លែងបើយើងមើលទៅហៅថា resort ឬក៏កន្លែងកេងសម្រាប់លំហែផ្ទះលំហែអីក៏បានបងប្អូនកញ្ចុះលំហែអីចឹងណានៅតំបន់នេះគឺយើងមានគេធ្វើជាលយល្បីចូលទៅមើលទឹកហ្នឹងអញ្ចឹងទៅហើយក៏ខ្ញុំក៏ហ៊ាននៅយូរដែរចំណុចហ្នឹងដោយសារកូនខ្ញុំឃើញកន្លែងហ្នឹងគឺរត់ទៅយើងវាអត់ចាប់អត់ទាន់អីអាចធ្លាក់ពូវាខ្ពស់កន្លែងនេះខ្ពស់ហើយខាងក្រោមទឹកជ្រៅទៀតទឹកលហលហាអញ្ចឹងបងប្អូនអញ្ចឹងយើងក៏មកចេញមកវិញបងប្អូនមកកន្លែងឡានវិញដើម្បីរៀបចំទៅផ្ទះវិញបងប្អូនគឺយប់យើងមើលទៅថ្ងៃរៀងជ្រែលចិត្តល្ងាចខ្លាំងដែរហើយអញ្ចឹងយើងធ្វើដំណើរមកផ្ទះវិញហើយបងប្អូននេះយើងមកដល់ផ្ទះអ្នកភូមិវិញហើយអញ្ចឹងក៏យើងចិត្តចាប់ផ្ដើមឆ្លងដល់មកវិញបងប្អូនកន្លែងហ្នឹងយើងឃើញថាសម្រាប់ថ្ងៃអាទិត្យហ្នឹងគឺបងប្អូនដែលដើរលេងគឺអត់សូវមានប្រហែលទេដោយសារតែពួកគាត់បានដើរពីថ្ងៃសៅរ៍ហើយខ្ញុំសួរទៅអ្នកភូមិអញ្ចឹងថ្ងៃអាទិត្យនេះគឺគាត់ទុកកម្លាំងសម្រាប់ដើម្បីធ្វើការនៅថ្ងៃស្អែកទៀតអញ្ចឹងបងប្អូនឥឡូវនេះឡានរបស់យើងក៏ចាប់ដើមឡើងដល់វិញហើយក៏មានបងប្អូនអ្នកភូមិអ្នកអីក៏ឡើងជាមួយយើងដែរដើម្បីឆ្លងទៅត្រើយមកខាងទៀតទស្សនភាពគឺស្អាតរហូតប៉ុន្តែយើងមកវិញឃើញតាមផ្លូវគឺមានភ្លៀងដុំបងប្អូនអរគ្នាគឺមានភ្លៀងផងថ្ងៃចាំងផងហើយយើងក៏ភ័យដែរបងប្អូនថាភ្លៀងទៅគឺផ្លូវពិបាកបងដែលជិះប្រុសនឹងក៏គាត់ថាជាអាចបន្តមិនរួចអញ្ចឹងណាអញ្ចឹងក៏យើងស្រោតដើម្បីផុតមក
ឲ្យលឿនតិចដែរអញ្ចឹងហើយយើងឃើញថាដំណើរកំសាន្តមួយនេះគឺយើងទៅហើយមកគឺអត់មានប៉ះភ្លៀងទេហើយយើងក៏មកដល់ផ្លូវជាតិផ្លូវធំវិញហើយអញ្ចឹងក៏យើងមកដល់លើផ្ទះបងផ្ទះបងគឺហួសស្ពានហ្នឹងតិចទេបងដែលជិះប្រុសហ្នឹងអញ្ចឹងយើងក៏ចូលទៅផ្ទះគាត់ដើម្បីលេងកំសាន្តនៅផ្ទះគាត់បន្តិចអញ្ចឹងបងប្អូនអរគ្នាយើងខានមកយូរអញ្ចឹងយើងចូលអង្គុយលេងមួយផ្លែតអញ្ចឹងណាអញ្ចឹងខ្ញុំក៏ប្លុកហ្នឹងក៏មានចាប់ត្រឹមហ្នឹងដែរបងប្អូនអរគ្នាដោយសារតែវាល្ងាចហើយយើងអង្គុយហូបអីបន្តិចហើយក៏យើងបិទប្លុកត្រឹមហ្នឹងទៅបងប្អូនអញ្ចឹងហើយយើងសូមបាយបងប្អូនអរគ្នាហើយជម្រាបលា